Hello សួស្តីជំរាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាហើយថ្ងៃនេះដែរគឺដល់ម៉ោងយើងដាច់បាយទៀតហើយថ្ងៃនេះគ្រាន់តែឃើញសាក់សើជោគ2ខ្ញុំថាអូថ្ងៃនេះមានបានបាយទឹកទេថ្ងៃហ្នឹងដូចខ្ញុំគិតមែនហើយត្រឹមតែបានបាយហ្នឹងជឿនដល់ម៉ោង1ម៉ោង2ហើយការងារពេលខ្លះគឺអញ្ចឹងឯងហើយបើថ្ងៃខ្លះស្រួលគឺស្រួលយកតែម្ដងតែបើពិបាកវិញមិនណាយហើយកុំនិយាយចង់តែភ្នែកដោយសារតែយើងការងាររវល់ពេកហើយគេអត់ឲ្យយើងមកហូបបាយហូបទឹកអីចឹងណាហើយថ្ងៃហ្នឹងដែរគឺយើងធ្វើការតែ2នាក់ទេដោយសារតែមានម្នាក់ទៀតគេដល់ថ្ងៃគេសម្រាប់អញ្ចឹងណាហើយនេះគឺជាសកម្មភាពឲ្យយើងលីដៃ6ដើមអីចឹងណាហើយម្នាក់ទៀតគេរើសប្រឡងរើសអីតិចតួចចឹងទៅយើងចែកការងារគ្នាធ្វើអញ្ចឹងណាកុំឲ្យតែយើងធ្វើទៅទាំងអស់គ្នាអញ្ចឹងទៅមេឃើញអត្តនោមើលគាត់ជេរអីចឹងណាឥឡូវអីគាត់កំពុងតែកាយកន្លែងដែលយើងត្រូវដាក់ដែកអីហើយការងាររបស់ខ្ញុំដូចខ្ញុំធ្វើរងថ្ងៃអញ្ចឹងហើយអត់មានអីខុសពីរងថ្ងៃទេដូចគ្នាតែគ្នានោះប៉ុន្តែគ្រាន់តែពីមួយថ្ងៃទៅមួយថ្ងៃវាខុសគ្នាត្រង់ថាយើងមានហត់ហើយនឹងវាអត់សូវហត់អីចឹងណាហើយឥឡូវហ្នឹងគឺចិត្តដាច់ទៀតហើយបាតក្រោមហ្នឹងគឺគេផ្ទុះគេខួងចិត្តដាច់ទៀតហើយអញ្ចឹងប្រហែលជាចូលដល់វេនយប់ហ្នឹងប្រហែលជាយើងត្រូវដាក់ខួងអាធំផ្ទុះអាធំវិញអញ្ចឹងណាហើយនេះគឺជាសកម្មភាពតិចតួចពេលដែលអីគេរៀបចំបុកថ្មបុកអីហើយខ្ញុំទៅការងារហ្នឹងឃើញធ្វើផ្លែទៅតែមើលទៅដូចលឿនមែនតើហើយថ្ងៃណាដែរគឺយើងដាក់ដៃដាក់អីរៀងច្រើនគួរសមដែរហើយអញ្ចឹងការងាររៀងរវល់ពេញញឹកអញ្ចឹងទៅបានឲ្យយើងដាច់បាយហ្នឹងណាមេគាត់មិនហ៊ានឲ្យយើងមកហូបទេដោយសារខ្លាចត្រូវមាត់មេខាងលើទៀតអីចឹងណាគាត់ទៅគ្រាន់តែអ្នកគ្រប់គ្រងរបស់យើងទេតែវាឡើងទៅអត់ប្រាប់គាត់ហូបបាយប្រាប់គាត់ក៏គាត់ជេរយើងអីចឹងណាហើយនឹងកំពុងតែដើរទៅដាក់ដៃនៅខាងមួយទៀតអញ្ចឹងគឺកំពុងតែដើរទៅហើយមិនដើរទៅក៏ឃើញអីគេជោគដីជោគថ្មអីហ្នឹងដាក់តៅឡើងទៅលើហើយនិយាយទៅបើសាក់សើវិញសាក់សើនៅហ្នឹងគឺចាំជោគថ្មគឺ2គ្រឿងតែម្ដងហើយគាត់ខ្លាចតនេពេកហើយនេះគឺជាសកម្មភាពពេលដែលខ្ញុំកំពុងតលួចថតគេអត់ឲ្យគេដឹងអីចឹងណាតែឡើងកំពុងតដើរទៅទៀតតុកខ្លួនឯងហើយពេលដែលដើរទៅនឹងចេះរៀងសង្ហាដែរហ្នឹងហើយជាលេងទេហើយទៅគឺតិចទៀតគឺអីគាត់បានស្ទូចដែកនឹងយកទៅដាក់ខាងនោះទៅដើម្បីឲ្យពួកតាហើយពួកគេចាំដាក់ដៃដាក់អីចឹងណាហើយការងារហ្នឹងធ្វើរងថ្ងៃបែបហ្នឹងឯងតែខ្លាចតែគ្រោះថ្នាក់តែមកមុខតែការងារនៅក្រោមហ្នឹងឥឡូវនេះយើងកំពុងតែរៀបចំស្ទូចដៃទៅហើយកន្លែងហ្នឹងគឺទៅខាងហ្នឹងក៏ដូចជា40គីឡូជាងហើយដឹងកាលណាទេតែបើមកយាងខាងខ្ញុំធ្វើខាងនោះវិញគឺចិត្តធ្លុះហើយតាដល់ខែក្តៅឬក៏ម្លងខែក្តៅមួយខែ2ខែហ្នឹងដឹងតែធ្លុះហើយឃើញអិចលើកអញ្ចឹងកំនៅចិត្តអីសោះខ្ញុំខ្លាចតែផ្លាត់អាកចាប់វាហ្នឹងបត់កបដល់យើងមានអីទេមានបត់កហ្នឹងឯងហើយកន្លែងហ្នឹងខ្ញុំមកប្រាប់គាត់ថាលើកទៅទាំងពីរមែនគាត់ថាលើកទៅម្ដងមួយឯងព្រោះយើងមានកាមេរ៉ាកាមអីគេនៅនឹងអញ្ចឹងគាត់អត់ហ៊ានលើកទៅហើយកាលពីមុនគឺអត់ទេដាក់អញ្ចឹងទេលើកម្ដងទៅទាំងពីរតែម្ដងហើយទៅដល់នោះគឺយើងចាំតែស្ទូចហើយនឹងបវល់យកតែម្ដងអញ្ចឹងណាឥឡូវគឺយើងដើរមកដល់កន្លែងនេះហើយដើរមកដល់កន្លែងកាមេរ៉ារបស់យើងវិញហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណបាយបាយជម្រាបលា